ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំអូនសូមមកបង្ហាញជាមួយនឹងពួកការជាប្រភេទពួកដែលយើងរៀបចំទៅជាកន្លែងសម្រាប់វិធីបុណ្យចូលឆ្នាំខាងមុខនេះតែបងប្អូនចង់ខាងអូនសូមមកបង្ហាញជាមួយនឹងប្រអប់ចិត្តជួយមកបងមើលតែម្ដងឲ្យដឹងពីការវិខ្ចប់នៅក្នុងនឹងមានជាមួយការវិខ្ចប់បែបម៉េចខ្លះចឹងណាហើយសម្រាប់ប្រអប់នៅលើគម្របនេះក៏ស្រស់ស្អាតដែរយើងមានលិគប់ការរំលេចការបែបហ្នឹងហើយមាន logo NSN ច្បាស់ៗនៅលើនឹងតែម្ដងចំពោះប្រអប់ខាងក្នុងការរៀបចំមេតាបជាកម្មនេះគឺយើងរៀបជាមួយនៅប្រភេទខាប់ខ្លាំងចំណង 50ml ចំពោះចំណង 50ml នេះបងអាចរៀបទៅបជាកម្មបាន24ដងទៅ28ដងតាមបងចង់បានតាមបាក់ចិត្តរបស់បងហើយទៅបជាកម្មយើងរៀបមួយខាប់ខ្លាំងចំណង 50ml អញ្ចឹងសាច់គឺខាប់ចំអិនថ្មីជាប្រចាំជូនមកបងតែម្ដងចំពោះការរៀបចំមួយឈុតប្រអប់នេះគឺមានច្រើនជម្រើសបងអាចរៀបចំមួយទឹកបជាកម្មសុទ្ធ24ដងទៅ28ដងក៏បានឬមួយក៏បងអត់ចង់បានទឹកបជាកម្មសុទ្ធបងចង់រៀបជាមួយនឹងផ្លែក្រួយក៏បានដូចគ្នាចឹងបងប្អូនសូមលើកជាមួយនឹងកន្ត្រកទឹកចេញរៀបចំមួយនឹងស្បកភាពជូនបងតែម្ដងចំពោះសបុកក្រៀមបងអាចរៀបបានទម្ងន់1ខាំចឹងនៅក្នុងមកប្រអប់បែបនេះគឺយើងរៀបចំទៅ1ខាំហើយសបុកក្រៀមដែលយើងរៀបចំជាមួយនឹងឈុតប្រអប់បែបនេះបងអាចរៀបជាមួយនឹង A1 ដល់ A4 សម្រាប់សបុកក្រៀម A1 ដល់ A4 នោះគឺខុសគ្នាទៅតាមសរសៃសបុកយើងមានសរសៃតូចនិងសរសៃធំតាមចំណង់ចំណូលចិត្តបងចង់បានចឹងណាបងចូលចិត្តញ៉ាំសរសៃតូចសរសៃធំហើយទម្ងន់1ខាំដូចគ្នាការរៀបចំមួយសបុកក្រៀមគឺយើងទៅជាមួយនឹងស្ករក្រាមប្រទាលក្រហមជូនមកបងយើងមានជាសេតហើយស្រាប់ហ្មងមានស្ករក្រាមមានជាមួយនឹងប្រទាលក្រហមចឹងបងកំងសបុកគ្រីមទៅគឺយើងមានរៀបចំទៅជាកញ្ចប់ជូនមកបងបែបហ្នឹង